សួស្តីអ្នកទាំងអស់គ្នានេះជាសកម្មភាពខ្លះៗដែលខ្ញុំដើរបេះបន្លែជុំវិញផ្ទះខ្ញុំដោយសារតែឃើញបន្លែជុំវិញផ្ទះហ្នឹងគឺល្អពេកហើយបន្លែធម្មជាតិអញ្ចឹងក៏ចង់បេះយកទៅពេញអញ្ចឹងព្រោះថាពេលស្អែកព្រឹកហ្នឹងខ្ញុំទៅវិញហើយអញ្ចឹងពេលល្ងាចខ្ញុំក៏ដើរបេះទុកឲ្យហើយអញ្ចឹងហើយនេះខ្ញុំកំពុងតែដើរបេះបើថាពេលព្រឹកបានបេះគឺយើងបេះអត់ទាន់នោះទេអញ្ចឹងយើងត្រូវបេះទុកពេលល្ងាចឲ្យហើយមិនទាន់ឥឡូវហ្នឹងគឺថាខ្ញុំដើរបេះស្លឹកដំឡូងឈើសិនស្លឹកដំឡូងឈើហ្នឹងគឺល្អមែនតើហើយម៉ែខ្ញុំដាំឡើងច្រើនគាត់អាសាដាំបន្លែជុំវិញផ្ទះឡើងច្រើនអញ្ចឹងនៅផ្ទះខ្ញុំគឺសិតតែបន្លែមានច្រើនមុខមែនតើបន្តមកទៀតខ្ញុំក៏ដើរមើលបន្លែផ្សេងទៀតនិយាយថាចេកផ្ទះខ្ញុំគឺល្អមែនតើហើយថាផ្លែឡើងពេញស្តងគឺ4-10ស្តងអ្នកទាំងអស់គ្នាបើសិនជាខ្ញុំនៅផ្ទះគឺខ្ញុំបេះចេកខ្ចីបុកអំបិលរាល់ថ្ងៃដោយសារតែខ្ញុំចូលចិត្តអីចឹងដល់ពេលខ្ញុំអត់នៅផ្ទះគឺសល់ចេកច្រើនស្តងមែនតើឥឡូវហ្នឹងគឺខ្ញុំបេះស្លឹកដំឡូងឈើរួចហើយបន្តមកទៀតខ្ញុំក៏ទៅបេះស្លឹកក្រូចសើចម្ដងហើយម៉ែថាចេះបេះច្រើនទៅយកទៅហាតែខ្ញុំបេះតែបន្តិចហ្នឹងនិយាយពីថាប្លង់ក្រូចសើចកន្លែងនេះគឺស្អាតមែនតើមើលហើយគឺជក់ចិត្តជក់ថ្លែកមកបេះក្រូចសើចម៉ែខ្ញុំខ្លាចមុតដៃទោះខ្ញុំធំប៉ុណ្ណាក៏ដោយក៏គាត់នៅតែបារម្ភពីខ្ញុំអញ្ចឹងដូចគេនិយាយថាទោះកូនធំប៉ុណ្ណាកូននៅតែជាកូនក្មេងសម្រាប់ម៉ែហើយម៉ែខ្ញុំនិយាយថាឲ្យបេះក្រូចសើចអីច្រើនទៅយកទៅហាវាអត់ខូចទេហើយទុកស្លបានយូរទៀតតែខ្ញុំបេះអត់ច្រើនទេអ្នកទាំងអស់គ្នាគឺខ្ញុំបេះតែមួយដៃនេះគឺគ្រប់គ្រាន់ហើយចាំពេលទៅបនទូកបានខ្ញុំបេះទៀតឥឡូវខ្ញុំមកបេះស្លឹកដំឡូងវល្លិម្ដងស្លឹកដំឡូងវល្លិហ្នឹងគឺល្អមែនតើម៉ែខ្ញុំដាំតែមួយគុំអស់ច្រឡំម៉ែខ្ញុំគាត់ដាំច្រើនហើយដាំមកខ្វើងធំហ្មងអ្នកទាំងអស់គ្នាប៉ុន្តែបងខ្ញុំចង់ឲ្យគោស៊ីខ្លះអញ្ចឹងហើយទៅម៉ែខ្ញុំដឹងម៉ែខ្ញុំអង្គុយលូឲ្យគាត់ថាគាត់ខំដាំហត់អញ្ចឹងអីទៅចង់គោឲ្យស៊ីឥឡូវនេះខ្ញុំបេះគឺថាខ្ញុំបេះតាមម្ដាយធំនោះទេអ្នកទាំងអស់គ្នាខ្ញុំបេះអត់ច្រើននោះឡើយគឺខ្ញុំទុកឲ្យអ្នកភូមិខ្ញុំគាត់មកសុំស្លខ្លះអីចឹងបន្ទាប់មកខ្ញុំក៏ដើរទៅបេះម្ជូរគ្រីងក្រែងម្ដងគឺថាម្ជូរគ្រីងក្រែងផ្ទះរបស់ខ្ញុំគឺខ្ចីល្អមែនតើហើយម៉ែខ្ញុំដាំឡើងច្រើនមែនតើមកហើយនឹងសិតតែស្នាមអ្នកភូមិគាត់មកសុំអញ្ចឹងហើយខ្ញុំបេះក្រោយគេអញ្ចឹងគឺទំលាស់ទូចខ្ចីនេះម៉ែខ្ញុំគាត់បូមទឹកដាក់ពាងបន្ទាប់មកខ្ញុំក៏ទៅកាត់ស្ត្រីតែខ្ញុំកាត់អត់ច្រើននោះទេខ្ញុំកាត់តែពីរដើមយកមកអញ្ចឹងគេថាខ្ញុំបេះបន្លែតែប៉ុណ្្នឹងទេហើយអណ្ដូងល្ពៅឃ្លោកហើយនឹងសណ្ដែកគួយមិនគឺខ្ញុំអត់បេះនោះទេដោយសារតែខ្ញុំជិះម៉ូតូវាពិបាកពេកបន្តមកទៀតខ្ញុំក៏ដើរប្រមូលខោអាវរៀបចំខោអាវបត់វាទុកពីល្ងាចឲ្យហើយពេលព្រឹកឡើងគឺស្រួលហើយកូនឆ្មាហ្នឹងគឺវាដើរតាមតែខ្ញុំទេគឺគ្រូពេទ្យគឺមានមុខវាតែម្ដងតែឥឡូវគឺខ្ញុំបត់ខោអាវរួចហើយនៅអ្នកទាំងអស់គ្នាគឺវីដេអូរបស់ខ្ញុំមានប៉ុណ្ណឹងបាយបាយជួបគ្នានៅពេលក្រោយម្ដងទៀត